ការឬសកម្មភាពតូចៗប្រចាំថ្ងៃដែលនាំឲ្យយើងទទួលបានសមិទ្ធផលធំនៅថ្ងៃខាងមុខមួយត្រូវមានគោលដៅនិងសកម្មភាពឲ្យបានច្បាស់លាស់ទីពីរចេះប្រើប្រាស់ភាពខ្លាំងឬទេពកោសល្យរបស់ខ្លួនដើម្បីធ្វើការដោយមិនខ្លាចនឿយហត់ទី3មានភាពអំណត់ឲ្យបានច្រើនមិនបោះបង់ឬចុះចាញ់ដោយងាយៗ4បន្តអភិវឌ្ឍខ្លួនដោយរៀនសូត្រឥតឈប់ឈររៀនឲ្យលឿននិងដើរឲ្យទាន់សភាពការណ៍5ដើរជាមួយមនុស្សល្អបុគ្គលវិជ្ជមានដែលយើងអាចរៀនសូត្រឬយកជាគំរូបាន6ចេះដាក់ខ្លួនមិនអួតមិនវារឹកក្រអឺតក្រទម7មានជំនាញទំនាក់ទំនងចេះមើលមនុស្សនិងចេះប្រើប្រាស់មនុស្ស8ហ៊ានប្រឈមនឹងហានិភ័យដោយភាពឆ្លៀសវៃ9ជាបុគ្គលដែលមានផ្នត់គំនិតលូតលាស់ឬប្រកាន់នូវគំនិតថាគ្មានអ្វីដែលខ្ញុំធ្វើមិនកើតនិងរៀនមិនចេះទេមានតែរៀនមិនទាន់ចេះនិងធ្វើមិនទាន់កើតតែប៉ុណ្ណោះ